នាំមកជូនដោយBoostrong ឆ្ងាញ់ខ្លាំងស្វាងជើចាត់ទស្សនិកជននៅថ្ងៃនេះលោកឆាំរឿងនឹងរាយការណ៍តាក់ទិនទៅនឹងផ្លូវមួយខ្សែដែលពិបាកក្នុងការធ្វើដំណើរស្ថិតនៅខាងឃុំស្រឡៅខាងខេត្តកំពង់ធំឯណោះចាស់សូមទស្សនាព័ត៌មាននេះពីលោកឆាំរឿងប្រជាពលរដ្ឋរស់នៅក្នុងឃុំពង្រើក៏ដូចជាឃុំស្រឡៅស្រុកតាំងគោកខេត្តកំពង់ធំគាត់បានលើកឡើងថានៅខេត្តកំពង់ចាមផ្លូវតបជាប់ឃុំត្រប់ដល់ភូមិយោធហ្នឹងគឺគេផ្លូវកស៊ូល្អស្អាតប៉ុន្តែដល់ទៅពេលព្រំប្រទល់ខេត្តកំពង់ធំគាត់ថាពិបាកធ្វើដំណើរហើយពួកគាត់ចង់បានផ្លូវស្អាតខ្ពស់ផុតទឹកគ្រាន់តែល្អប្រសើរខណៈដែលអ្នកស្រុកអ្នកភូមិធ្វើស្រូវធ្វើស្រែបានប៉ុន្តែពិបាកដឹកជញ្ជូនហើយគាត់ថាបើមេឃភ្លៀងគឺចេញចូលមិនបានទេគឺពិបាកធ្វើដំណើរគឺល្អិលជាប់ផុងនឹងតែម្ដងមិនថាគោយន្តឬក៏ម៉ូតូឡានអីល្មមគឺទៅមិនរួចទេតឡាត្រាក់ទ័រធំអីចឹងបើគឺអីហ្នឹងការពារល្អិលដល់ចង្កើក៏ល្អិលទៅទៀតចឹងហើយបានជាពួកគាត់ចង់បានផ្លូវស្អាតដោយខេត្តកំពង់ចាមនិងសម្រួលដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃពួកគាត់ស្ដាប់សម្ដីតាមពួកគាត់ទៅចង់បានឲ្យគេធ្វើផ្លូវតភ្ជាប់គ្នាពីកំពង់ចាមមកកំពង់ធំហ្នឹងហ៎ចង់ពួកខ្ញុំធ្វើស្រែប្រាំងកន្លែងដល់ពេលខែច្រូតម្ដងពិបាកនាំទិន្នផលចេញត្រូវចេញអញ្ចឹងបាទចឹងឡានវាពិបាកចេញចូលដល់បាទដើម្បីថាទលេថងដល់ខែប្រមូលផលក៏ពិបាកចេញចូលដែរទឹកលេថងក៏ពិបាកដែរបាទវាទឹកចាល់វាលិចមកអញ្ចឹងវាទុនទំនប់អីបូរកើតបើសិនជាអាចចង់សុំឲ្យនេះធ្វើផ្លូវយើងផ្លូវស្អាតចឹងមកពួកខ្ញុំនេះបានអត់ទៅអស់កម្រៃដឹកឡើងទៅលក់នៅខ្នល់ធំបើសិនជាមានផ្លូវលក់នឹងកន្លែងហ្នឹងវាចំណេញបាទលក់នៅនឹងចង់បានផ្លូវជាប់តបជាប់គ្នាជាប់ផែគ្នាចឹងណាបាទអញ្ចឹងមានន័យថាខេត្តកំពង់ចាមវាផ្លូវកស៊ូបាទដល់ឆ្លងមកពីកំពង់ចាមមកកំពង់ធំចាប់ដើមវាលុកកលាំងមកលុកមេឃភ្លៀងមិនទៅបងផ្លូវហ្នឹងមេឃភ្លៀងធ្វើដំណើរកើតទេតដល់ចាំឲ្យវាស្ងួតបានធ្វើដំណើរកើតអញ្ចឹងវាស្អិតជាប់នៅហ្នឹងមកម៉ូតូទៅរួចឡានក៏ល្អិលខ្វៀកខ្វាច់ដែរទៅរួចទេអញ្ចឹងឡានម៉ូតូគឺផ្អាកសិនទេចឹងបាទតដល់លេធំណាត្រាំឬក៏បើកថ្ងៃបើកអីទៅបានងូតដីបានអាចធ្វើដំណើរទៅបានប្រជាពលរដ្ឋនៅតំបន់នេះគាត់ស្នើសុំឲ្យអាជ្ញាធរខេត្តក៏ដូចជាក្រសួងមន្ត្រីជំនាញអាណិតមេត្តាចូលសិក្សាចុះសិក្សាស្រាវជ្រាវពិនិត្យមើលជួយធ្វើផ្លូវនៅតំបន់នេះផងគណៈដែលតំបន់នេះជាតំបន់ទឹកលិចគាត់ថានៅប៉ែកខាងក្រៅផងលិចខ្លាំងហើយបើសិនជាធ្វើម៉េចធ្វើផ្លូវឲ្យជាប់ល្អមានបេតុងនេះគាត់ថានឹងល្អប្រសើរឬក៏ធ្វើឲ្យខ្ពស់ផុតទឹកដូចនៅខេត្តកំពង់ចាមរឹតតែល្អប្រសើរនឹងសម្រួលដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃគាត់ថាតំបន់នេះវាលទាំងអស់នេះជាតំបន់វាលស្រូវវាលដំណាំដំណោតផ្សេងប៉ុន្តែដល់ទៅពេលប្រមូលផលស្រូវម្ដងគឺពិបាកមែនទែនដឹកជញ្ជូនទៅមើកគឺថាពិបាកមើកចឹងហើយបានជាពួកគាត់ថាបើបានផ្លូវស្អាតល្អរថយន្តធំចូលដល់តែម្ដងនឹងស្រួលដឹកជញ្ជូនតំណែងកសិផលផ្សេងផុតគឺស្រូវនឹងតែម្ដងហើយពួកគាត់បន្ថែមថាទោះបីជាតម្លៃស្រូវនឹងនៅមានតម្លៃជាង700រៀលក្នុង1គីឡូក្រាមតែអ្នកភូមិអ្នកស្រុកនៅតែប្រឹងប្រែងធ្វើបន្តទៀតហើយពួកគាត់រំពឹងថាប្រមូលផលស្រូវរដូវក្រោយនេះរដូវទី2នេះនឹងអាចបានតម្លៃខ្ពស់ជាងរដូវទី1ហើយពួកគាត់ថានៅពេលដែលមានផ្លូវដឹកជញ្ជូនល្អប្រសើរទៀតនឹងសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងខ្ញុំបានចាំរឿង PNN ធ្វើស្គាយរាយការណ៍ពីខេត្តកំពង់ធំសូមអរគុណសូមគោរពលាបាទអរគុណមុននឹងបទបញ្ចប់កម្មវិធីខ្ញុំបាទសូមជូនរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេសនៅថ្ងៃទី13ខែឧសភាម្សិលមិញនេះគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន5លើកបណ្ដាលឲ្យមនុស្សស្លាប់ចំនួន4នាក់និងរងរបួសធ្ងន់ស្រាលចំនួន4នាក់មូលហេតុចម្បងគឺកត្តាល្បឿន3លើកនិងមិនប្រកាន់ស្ដាំ2លើកដូច្នេះសូមបងប្អូនជាពលរដ្ឋអ្នកបើកបរទាំងអស់សូមបើកបរប្រកបដោយសីលធម៌ចេះយោគយល់អធិស្ស្រ័យបាទកុំចង់ឈ្នះកុំចង់ចាញ់លើដងផ្លូវឲ្យសោះបាទជាពិសេសគឺថ្ងៃបុណ្យឈប់សម្រាកបាទនេះចា៎បាទជាការពិតក្នុងថ្ងៃឈប់សម្រាកនេះក៏សូមគោរពជូនពរដល់ទស្សនិកជនដែលធ្វើដំណើរតាមទីជិតឆ្ងាយសូមជួបប្រទះតែសុខសុវត្ថិភាពបាទចា៎អរគុណច្រើនសម្រាប់កម្មវិធីរបស់យើងនៅព្រឹកនេះក៏ដល់ទីបញ្ចប់ដែរអរគុណចំពោះការទស្សនាពីដើមដល់ចប់ហើយស្អែកយើងនឹងបន្តជួបគ្នាតាមពេលវេលានៅម៉ោងដដែលខណៈនេះក្រុមការងារព័ត៌មានថ្មីៗព្រឹកនេះសូមអរគុណសូមគោរពលា
ព័ត៌មានថ្មីទាន់ហេតុការណ៍បញ្ហាដែលគួរឲ្យចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមមាននៅក្នុងកម្មវិធីព័ត៌មានថ្មីព្រឹកនេះ Fresh Morning Talk ជួបគ្នារៀងរាល់ព្រឹកចាប់ពីម៉ោង 6:30 នាទីដល់ម៉ោង 8 ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រលើកញ្ចក់ទូរទស្សន៍ PNN